បងប្អូនមានដឹងទេថានៅក្នុងប្រទេសកម្ពុជារបស់យើងមាន YouTuber ម្នាក់ដែលគាត់មាន subscriber របស់គាត់នឹងរហូតដល់ទៅ9.23 លាននាក់ហើយ view សរុបរបស់គាត់ទាំងអស់ហ្នឹងមានរហូតដល់ទៅ5,500 លាន view របស់គាត់ហើយ channel របស់គាត់ហ្នឹងគាត់បង្កើតនៅក្នុងឆ្នាំ2024ទេមានវីដេអូដែលគាត់ផុសសរុបនឹងចំនួន550វីដេអូដូច្នេះបើសិនជាបងប្អូនចង់ដឹងថាតើមូលហេតុអ្វីបានជា content វីដេអូរបស់គាត់នឹងទទួលបាន subscriber ច្រើនហើយ view ច្រើនហើយគាត់បង្កើត channel របស់គាត់នេះនិយាយពេលខ្លីមែនទែនអញ្ចឹងយើងចូលទៅមើលថាតើគាត់ធ្វើអ្វីខ្លះទើបគាត់ទទួលបានលទ្ធផលល្អបែបណាអូខេយើងទៅទាំងអស់គ្នាអូខេឥឡូវនេះយើងចូលទៅក្នុង channel របស់គាត់ផ្ទាល់យើងចូលនៅក្នុង YouTube channel របស់គាត់នឹងមានឈ្មោះថាច័ន្ទឌីហើយយើងមើលតាំងពី channel របស់គាត់នៅក្នុងការរៀបចំគឺសាមញ្ញខ្លាំងមែនទែនណាហើយយើងមើល subscriber របស់គាត់នៅនេះមាន9លានចុច23 9.23លានហើយមានចំនួន550វីដេអូហើយយើងមើលវីដេអូរបស់គាត់ធ្វើមើលទម្រង់នៃការថតរបស់គាត់គឺគាត់ថតtrênទូរស័ព្ទដៃទេហើយគាត់ធ្វើវីដេអូបែបมันមានជាភាសានិយាយជាភាសាសំដៅទៅលើប្រទេសណាមួយទេមានន័យថាជារូបភាពនិងកាយវិការអូខេឥឡូវយើងសាកទៅ play វីដេអូរបស់គាត់មើលមួយណាអូខេបងប្អូនឃើញទេអញ្ចឹងរបៀបនៅក្នុងការធ្វើវីដេអូរបស់គាត់ថតជាកាមេរ៉ាបញ្ឈរហើយតាគាត់ហើយនឹងក្មេងប្រុសម្នាក់ខ្ញុំមិនបានដឹងច្បាស់ថាតើជាកូនឬក៏ជាបងប្អូនក្មួយអីទេប៉ុន្តែឃើញគាត់សម្ដែងជាមួយនឹងក្មេងម្នាក់នឹងរហូតអញ្ចឹងវីដេអូរបស់គាត់នឹងគឺបែបនឹងសឹងតែទាំងអស់មើលទៅពេលដែលយើងដាក់ cursor មកឃើញវីដេអូគាត់គឺបញ្ឈរអញ្ចឹងទាំងអស់ហើយទៅទៀតយើងនឹងចូលទៅលម្អិតថាតើថវិកាដែលគាត់ទទួលបានពី YouTube ប៉ុន្មានអញ្ចឹងយើងចូលទៅក្នុង website មួយ website នោះមានឈ្មោះថា Social Blade ណាអញ្ចឹងយើងចូលទៅមើលនៅកន្លែងនេះអញ្ចឹងយើងមើលនៅកន្លែងនេះសង្ខេបព័ត៌មានរបស់គាត់ណាsubscriber របស់គាត់គឺមាន9.23លាននាក់ហើយ view 5,500 លាន view វីដេអូ550វីដេអូហើយគាត់បង្កើត channel របស់គាត់ហ្នឹងនៅក្នុងថ្ងៃទី14ខែ5ឆ្នាំ2024បើយើងគិតម្ដងបច្ចុប្បន្ននេះទើបតែ2ឆ្នាំជាងទេ2ឆ្នាំមួយខែកន្លះហើយយើងមើល rank នៅក្នុងប្រទេសកម្ពុជារបស់យើងគឺ channel របស់គាត់ហ្នឹងគឺមានចំណាត់ថ្នាក់លេខ1នៅក្នុងប្រទេសរបស់យើងឥឡូវនេះយើងចូលទៅដល់កន្លែងចំណូលរបស់គាត់ចឹងយើងមើលនៅកន្លែងនេះមានន័យថា30ថ្ងៃចុងក្រោយនេះគាត់អត់មាន subscriber មួយទេសម្រាប់ channel របស់គាត់ប៉ុន្តែមាន view ដែលមើលវីដេអូរបស់គាត់រហូតដល់ទៅ9.3លាន view ហើយចំណូល estimate មានន័យថាជាការប៉ាន់ស្មានទៅលើចំណូលដែលគាត់ទទួលបានពី channel YouTube របស់គាត់នឹងចន្លោះពី$2,300ដល់$37,000ក្នុងមួយខែហើយចំណូលប្រចាំឆ្នាំពី$24,000រហូតដល់ទៅ$3.8 លាននៅក្នុងមួយឆ្នាំអញ្ចឹងនេះគឺជាការសង្ខេបហើយយើងទៅមើលជាក់ស្ដែងទៅលើ Daily Channel Metric កន្លែងនេះ14ថ្ងៃចុងក្រោយអញ្ចឹងយើងមើលនៅថ្ងៃទី17គាត់រកចំណូលបានពីការមើលវីដេអូរបស់គាត់នឹង$70ហើយរហូតមកដល់ថ្ងៃទី29ខែ6យើងនេះគាត់រកចំណូលពីការមើលវីដេអូពីទស្សនិកជនរបស់គាត់នឹងបាន$69ជារួមចា៎បងប្អូនពាក់ព័ន្ធជាមួយនឹងវីដេអូដែលគាត់ធ្វើគឺសាមញ្ញមានន័យថាកាមេរ៉ាទូរស័ព្ទក៏អាចធ្វើបានហើយតួសម្ដែងឬក៏តួដែលផលិតវីដេអូហ្នឹងគឺមានតែ2នាក់ទេហើយមួយទៀតអ្នកថតក៏ប្រហែលជាមានតែម្នាក់ដែរមានន័យថាសាមញ្ញមែនទែនប៉ុន្តែអ្វីដែលទទួលបានអត្ថប្រយោជន៍ឬក៏ចំណូលដែលទទួលបានពី YouTube channel របស់គាត់ហ្នឹងគឺมันនឹកស្មានដល់ថាវីដេអូសាមញ្ញអញ្ចឹងហើយទទួលបាននៅចំណូលច្រើនមែនទែនហើយគាត់ជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងប្រទេសកម្ពុជារបស់យើងទៀតណាបងប្អូនហើយនៅនេះខ្ញុំបានសួរទៅ Chat GPT ទេដែលយើងសួរពាក់ព័ន្ធជាមួយនឹង channel YouTube ដែលមាន subscriber ច្រើនជាងគេរបស់នៅក្នុងប្រទេសកម្ពុជារបស់យើងក្នុងនោះខ្ញុំសួរមាន30 channel នៅនេះយើងមើលទី1ហ្នឹងគឺច័ន្ទឌីនឹងតែម្ដងទី2រស្មីហងមាសទី3 The Troll Cambodia
ឥឡូវយើងទៅមើលវណ្ណដាបន្តិចវណ្ណដាគឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ7ណាវណ្ណដាមាន 5.17M អញ្ចឹងអានេះគឺយើងមើលទិន្នន័យនេះប៉ុន្តែនៅពេលដែលយើងមើលជាក់ស្ដែងមានន័យថាវីដេអូទាំងអស់នេះគឺយើងអាចធ្វើបានដោយខ្លួនឯងមានគ្នាមិនច្រើនហើយចំណាយតិចសម្បីតែក្រោយផ្ទះក៏យើងអាចធ្វើបានដែរឲ្យតែយើងមានទីតាំង space ណាមួយឬក៏ដីទលីណាមួយក៏យើងអាចធ្វើបានដែរណាហើយអ្វីដែលខ្ញុំបាន view មើលវីដេអូគាត់នេះមានន័យថា content ដែលគាត់ធ្វើនេះគឺអត់ចាប់យកទៅ content នៅក្នុងស្រុករបស់យើងទេគឺគាត់ចាប់យក content worldwide ទូទាំងពិភពលោកតែម្ដងដោយសារវីដេអូគាត់អត់មានភាសានិយាយទេណាហើយការ design ទៅលើ channel របស់គាត់គឺតាក់ទាញទាំងអស់ជាពិសេសក្មេងៗក៏ដោយឬក៏យើងជាមនុស្សធំក៏ដោយដែរក៏មើលទៅអាចតាក់ទាញមានន័យថាយើងឆ្ងល់ហើយចូលទៅមើលវីដេអូរបស់គាត់ដោយសារតែមានភាសានិយាយទើបយើងឆ្ងល់យើងអាចមើលវីដេអូរបស់គាត់ចប់បានរហូតណាអញ្ចឹងបងប្អូនដែលមានបំណងចង់ក្លាយជា YouTuber ហើយទទួលបានលទ្ធផលល្អដូចបងអូនស្រីច័ន្ទឌីយើងឃើញហើយមាន Subscriber ច្រើនមានចំណូលច្រើនចឹងបងប្អូនអាចសាកល្បងតាមទីសាស្ត្រនេះបានប៉ុន្តែបងប្អូនបើបងប្អូន copy paste អាចនឹងប៉ះពាល់ពាក់ព័ន្ធជាមួយនឹងទម្រង់មានន័យថាយើងធ្វើទម្រង់ដូចគ្នាបងប្អូនអាចបិណ្ឌឆ្មាក់យកអ្វីដែលជាចំណុចល្អរបស់គាត់ទៅហើយអាចយកទៅអនុវត្តមើលហើយបើសិនជាទទួលបានលទ្ធផលល្អបងប្អូនជួយប្រាប់ព័ត៌មានរបស់ខ្ញុំផងអូខេsubscribe ឬក៏ follow ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតពាក់ព័ន្ធជាមួយនឹង content creator ពី channel YouTube ក៏ដូចជា Facebook អរគុណច្រើនបាយ